តោះអាពីរនាក់ដល់ម៉ោងហើយឲ្យតាអត់និយាយតាខ្ញុំមកចេះនិយាយតាទៅហើយចេះតែនិយាយទៅនិយាយឲ្យលឺទៅតិចទៀតអ្នកភូមិគេមកមើលហើយអាខ្លីឯងនិយាយតាអញមិនចេះនិយាយទេអញក៏មិនចេះដែរឯងនិយាយទៅអំផោ1 2 3សួស្តីអស់លោកយាយលោកតាកុមារីកុមារាកូនង៉ែតកូនងាលោកអាចារ្យគណៈកម្មការជាទីមេត្រីសូមជម្រាបសួរដល់បងខាងអាជីវករអ្នកលក់បបសបបមាន់បបសាច់ជ្រូកកលេងឈុកស្ករក្របសូកូឡាពោតលតឆាមីឆាពងទាស្ងោពងមាន់អាំងនិងនំប៉័ងចុចអាចណាច្រឡំនំប៉័ងដាក់សាច់អាបឿនមានអ្នកមកមើលមួយថ្ងៃនេះក្រុមប៉ាហ៊ីយើងខ្ញុំនឹងមានបង្ហាញនៅខ្សែភាពយន្តជូនទៅដល់បងប្អូនទស្សនាមានកាប់ដាវកាប់ដំប៉ែងទាំងអស់នេះនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នានៅក្រោមខ្សែភាពយន្តរឿងអ្នកក្លាហានតាមឡានដឹកអាចអាបឿននិយាយទៀតមកមួយទៀតហើយថ្ងៃនេះក្រុមហ៊ុនប៉ាហ៊ីយើងខ្ញុំនឹងសម្ដែងជូនពុកម៉ែបងប្អូនលោកយាយលោកតានៅឈុតឆាកប្លែកសប្បាយកំសត់ស្នេហាទូរគត់ឈឺចាប់ខ្លាចផ្សាបាញ់ប្រហារគ្នាដោយមិនញញើដៃដំណក់ទឹកភ្នែកលីដំណក់ឈាមទាំងអស់នេះនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាក្រោមខ្សែភាពយន្តរឿងលីអូអាភ័ព្វអាវតំណប់រងកម្មស្អីអាបឿនណាអញដូចមិនដែលឮរឿងឯងអាខ្លីរឿងហ្នឹងអញធ្លាប់តែមើលនៅជប៉ុនហ្នឹងមិនត្រឹមតែប៉ុណ្ណោះថ្ងៃនេះនឹងមានឈុតឆាកព្រួចយ៉ាងសាហាវតែម្ដងគឺខ្ញុំនឹងយកតាំងតោនៅលើតុនេះកាត់ក្បាលអាខ្លីយកមកដាក់នៅលើតុហើយឲ្យវាច្រៀងចម្រៀងចំនួន1បទក្រោមចំណងជើងថាអាយុខ្លីម្លេះអោសម្លាញ់អើយស្អីអញអត់លេងចូលជាមួយទេជាតិរយអានេះវើយថៃមែនអាខ្លីបើងាប់ចាំអញជួយធ្វើបន់ឲ្យមុននឹងចូលដល់ការសម្ដែងកាត់ក្បាលអាខ្លីដាក់នៅលើតុខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនលោកយាយលោកតាគឺនៅលើតុរបស់ខ្ញុំនេះបងប្អូនមើលឆ្នាំមួយដបនេះបងប្អូនកុំច្រឡំថាជាថ្មកាប់ស៊ីឬក៏ថ្មអងឌឿដែលគេយកទៅធ្វើសំណង់សាងសង់អគារផ្សេងមិនមែនទេអានេះគឺខ្ញុំផ្សំឡើងដោយការដុតកម្លោចរូតពូនជាដុំផ្សំពីឈាមសត្វអាសេរពឹសជាច្រើនយ៉ាងមានដូចជាឈាមពោះវែកតបោកពោះវែកអានៀមពោះវែកក្បីរទេសញ៉ាខ្ចាដំរីអម៉ាស្រាំងក្អែបខ្មុំខ្សំខ្សាច់អុចរទេសញ៉ាដាក់ភ្លើងឲ្យខ្លាំងដុតកម្លោចបង្កើតបានទៅជាឱសថបុរាណមួយយ៉ាងដល់ប្រកែស័ក្តិសិទ្ធិដែលគេឲ្យឈ្មោះថាដូនតីអាឡៃស្នេហ៍ហើយសួរថាឆ្នាំនឹងត្រូវនឹងជំងឺអីខ្លះពុកម៉ែបងប្អូនលោកយាយលោកតាចាំស្ដាប់ច្បាស់ឆ្នាំនេះត្រូវតាំងពីជំងឺស្កូវសក់ល្អក់ភ្នែកវិលមុខខ្ចោចាប់អបញ្ញាកើតរោគគាព្រីក្រឡាភ្លើងចុកចាប់ដៃជើងអ៊ុតកេញជ្រើរោគព្រូនតូចធំពលអាហារតេញ៉ាមរិញមួយម៉ែត្រពីមលាស្វាយក្រាបក្តាមស៊ីហៀសម្បោឆ្នាំទាំងអស់នេះនឹងត្រូវគ្រប់100មុខត្រូវមែនអីអាបើអ៊ំចង់ទិញមួយដប Yes បាទអ៊ំតែមានថាមានជំងឺ100មុខជាទាំង100មុខបើមិនជាមិនយល់ទេគេថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកបាត់បៀវាយកទេគេយកអាត់មនុស្សប្រុសស្រីនៅកន្លែងស្ងាត់គេយកស្រោមបើអ៊ំមិនជឿខ្ញុំទេអ៊ំយកឆ្នាំនេះមួយដំណក់ទៅបន្តក់ក្នុងចានអាហាររបស់អ៊ំរួចហើយអ៊ំពិសាព្រឹកម្ដងថ្ងៃម្ដងល្ងាចម្ដងគ្រប់3ដងស្អែកឡើងអ៊ំនឹងដេកជារៀងរហូតអាម៉េចអញ្ចឹងដេកជារៀងរហូតអញ្ចឹងអាបើព្រោះឆ្នាំមួយដបនេះគឺជាឆ្នាំដែលខ្ញុំទុកបាញ់ស្មៅនៅក្រៅផ្ទះតែប៉ុណ្ណោះអ៊ំឥឡូវអញមិនទិញឆ្នាំនឹងក៏បានដែរប៉ុន្តែកាលអញចង់មើលអាកាត់ក្បាលអាតងោលក្រោយនោះយកមកដាក់លើតុអញចង់មើលអានឹងដល់ហើយនេះមិនអីទេអ៊ំចាំបន្តិចតែណែមុននឹងសម្ដែងសូមអ៊ំជួយដាក់បច្ច័យម្នាក់បន្តិចសិនមកចាំខ្ញុំសម្ដែងឲ្យអ៊ំមើលអាខ្លីដើរប្រមូលលុយអានេះមិនអាខ្លីបានលុយច្រើនអត់បានគួរសមតាបានហើយទៅផ្ទះវិញបើប្រមូលលុយរួចហើយចាំការទៀតមិននិយាយប្រាប់គេទៅបាទឃើញថាឥឡូវនេះមិនវាកំពុងតែចិត្តភ្លៀងហើយអញ្ចឹងក្រុមសម្ដែងរបស់យើងខ្ញុំមិនអាចសម្ដែងបន្តទៀតបានទេសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា